Welcome to Malaysia មកដល់សន្តាគារហើយប៉ុន្តែមុននឹង check in ដើររកទិញអីញ៉ាំតិចសិនព្រោះថាមកដល់តាន់ម៉ោងអាហារថ្ងៃត្រង់តែម្ដងអាហារថ្ងៃត្រង់ខ្ញុំពេលហ្នឹងម៉ោងដូចជា2ជាងហើយហ្នឹងល្មមថាឃ្លានខ្លាំងណាស់ដែរហ្នឹងណាអញ្ចឹងតើអីញ៉ាំនៅក្រោយសន្តាគារដែលខ្ញុំគេងដើរក៏ប្រទះឃើញហាងចិនមកកន្លែងមកដល់នេះគឺសំដៅរកតែហាងដែលអាហារលក់អាហារបែបចិនទេព្រោះថាបើសិនជាញ៉ាំអាហារបែបម៉ាឡេចំញ៉ាំអត់កើតដោយសារតែវាយ៉ាងមានក្លិនឈួរការីតែនេះយើងញ៉ាំជាប្រភេទអាហារដូចនេះអាហារការអញ្ចឹងមានឆ្នាំងភ្លើងឆ្នាំងអីប៉ុន្តែខ្ញុំជ្រើសរើសយកនេះអានេះដូចនៅស្រុកខ្មែរយើងដូចគេហៅថាមីកតាំងដូចមីកតាំងហ្នឹងអញ្ចឹងប៉ុន្តែញ៉ាំទៅរសជាតិវាប្លែកពីរបស់យើងអត់ដូចរបស់យើងទេរសជាតិវាអត់ផ្អែមទេលក្ខណៈរៀងប្រៃប៉ុន្តែប្រៃបែបមានជាតិប្រៃឡំឆ្ងាញ់មួយយ៉ាងដែរតា5នាទីក្រោយមកវាកាត់មកដល់វគ្គពេលល្ងាចហើយគឺពួកយើងចាប់ផ្ដើមធ្វើដំណើរកម្សាន្តនៅពេលរាត្រីពេលហ្នឹងគឺបែកគ្នាអស់ហើយវែងគ្នាអស់ហ្មងអញ្ចឹងខ្ញុំដើរតែម្នាក់ឯងនៅពេលនេះគឺដើរឆ្ពោះទៅរកផ្សារទំនើប Pavilionថ្ងៃដែលខ្ញុំទៅហ្នឹងនៅម៉ាឡេគេមានពិធីបុណ្យជាតិរបស់គេអញ្ចឹងវាអ៊ូអហើយគេមានជាតាំងពិព័រណ៍បែបប្រពៃណីរបស់គេនេះនៅចំកណ្ដាលផ្សារទំនើបតែម្ដងហើយថ្ងៃហ្នឹងគឺមនុស្សដើរលេងច្រើនមែនតែនគឺថាកក់កុញតែម្ដងហើយមានការអុជកំជ្រួចអុជអីទៀតនៅពេលយប់មកចំពេលហ្នឹងគឺថាសប្បាយនិយាយទៅបើអ្នកចង់ដើរលេងចំថ្ងៃបុណ្យជាតិគេអញ្ចឹងបានសប្បាយព្រោះមានមនុស្សអ៊ូអហើយមានកម្មវិធីច្រើនដល់មកដល់កន្លែងនេះគឺថាយើងនៅទីប្រជុំជននៅកណ្ដាលអគារពាណិជ្ជកម្មទៅតែម្ដងគឺថានៅជុំវិញខ្លួនខ្ញុំនេះគឺសិតតែផ្សារទំនើបស្ទរគេមួយធំហើយមនុស្សអ៊ូអរខ្លាំងមែនតើហើយបើនិយាយពីចរាចរណ៍វិញគឺថាកកស្ទះកកកុញតែម្ដងហើយមិនភាកច្រើននៅគេដើរតែឃើញថាគេដើរលេងហ្មងនិយាយទៅគេបីដូច Walk Street អញ្ចឹងមនុស្សដើរលេងច្រើនណានៅនេះប្រហែលជាមកចំថ្ងៃបុណ្យជាតិហ្នឹងក៏មិនដឹងដែរហើយមើលឡានស្ទះកកកុញហ្មងជីទៅអត់រួចទេព្រោះដោយសារតែមានមនុស្សច្រើនហើយប្លុកនេះគឺប្លុកគេដើរលេងអានេះគឺជាមីគោកដែលគេហៅថា local food ឆ្ងាញ់ណាបងប្អូនឃើញនៅតាមផ្លូវអញ្ចឹងឯងតែឆ្ងាញ់ហើយនេះគឺជា Walk Street កន្លែងគេដើរញ៉ាំអីនិយាយទៅបើប្រៀបនៅខ្មែរយើងដូចជាកន្លែងស្ទរអាហារអញ្ចឹងទៅថាអាហាររបស់គេភាគច្រើនឃើញជាប្រភេទអាំងនេះស្លាប់មាន់អាំងមានរយអាម្សៅអីអញ្ចឹងទៅហើយនេះក្តាមយ៉ាក់និយាយទៅភាគច្រើនគ្រឿងអាំងនៅនេះគេនិយមមានរបៀបជាស្ទីមសាំមានច្រើនមុខហើយនេះជាប្រភេទអាំងទៀតហើយលក្ខណៈសាច់ជាមួយសាច់អាំងសាច់អីអញ្ចឹងណាហើយខ្ញុំដើរក៏មានអារម្មណ៍ថាចង់ញ៉ាំអីត្រជាក់ក៏កំងដូងក្លុកមួយកែវដូងក្លុកនេះឆ្ងាញ់ណាអត់សូវផ្អែមទេហើយក៏ចង់ភ្លក់ម្ហូបល្បីរបស់ឥណ្ឌាប៉ានីពូរីឆ្ងាញ់តាបងប្អូនឥឡូវពួកខ្ញុំដើរចប់ហើយដល់មកដល់កន្ទប់វិញហើយកន្លែងកន្ទប់របស់ខ្ញុំហ្នឹងគឺ view ចំកន្លែងមើលកញ្ជ្រួចស្អាតមែនតែននេះមើលពីកន្ទប់គេងទៅថ្ងៃហ្នឹងឯងបុណ្យជាតិរបស់គេបាញ់កុំជ្រួចគ្រប់ជ្រុងតែម្ដងអូខេថ្ងៃហ្នឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ